សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបថ្ងៃនេះគឺថាចំអិនរបៀបងាយលឿនហើយឆាប់បានញ៉ាំដោយសារតែគ្រឿងផ្សំមាននៅក្នុងទូទឹកកកស្រាប់ហើយសម្រាប់រសជាតិវិញក៏មានរសជាតិឈ្ងុយឆ្ងាញ់ពិសាផងដែរហើយថ្ងៃនេះផងដែរគឺថាភ្លៀងរលឹមតាំងតែពីយប់រហូតដល់ព្រឹកឡើងក៏នៅតែរលឹមស្រិចរហូតគឺថាត្រជាក់ត្រជុំតែម្ដងឥឡូវនេះគឺថាចុះមកដល់ខាងក្រោមនេះបើកទូទឹកកកទៅទូទឹកកកហ្នឹងខូចទៀតគឺថាអូហេងមែនតែម្ដងថ្ងៃនេះឃើញថាវាយវ៉ាន់នៅក្នុងទូហ្នឹងគឺថាចាប់ផ្ដើមមលាយបតាហើយនិយាយទៅទូទឹកកកនេះគឺថាដល់ពេលកំណត់ដែរព្រោះគ្នាអាយុកាលហ្នឹងគឺថា30ឆ្នាំដែរហើយចាជិត30ឆ្នាំហើយតាំងពីឆ្នាំ95ទិញណាចាដល់ឥឡូវនេះវាខ្វះតែមួយឆ្នាំទៀត30ឆ្នាំហើយចានិយាយទៅបានយូរមែនតែនទូទឹកកកមួយនេះចាឥឡូវនេះមានអីទៀតបងប្អូនហើយមានតែថាដូរថ្មីនឹងឯងចាឥឡូវហ្នឹងគឺថាយើងមានឱកាសអាចបដូរទូទឹកកកម៉ូដថ្មីបាននឹងគេហើយចាឥឡូវនេះរឿងទូទឹកកកយើងខូចហ្នឹងគឺថាទុកមួយឡែកសិនឥឡូវយើងដើរមកឆែកទូមើលថាតើមានអ្វីវ៉ាន់អីវាលាយមុនដើម្បីយកមកដាំស្លធ្វើម្ហូបមុនតម្រាំតែយើងកំងទូទឹកកកថ្មីមកដល់អីអញ្ចឹងណាចាឥឡូវហ្នឹងឆែកចុះឆែកឡើងទៅឃើញថាបកាបកងហ្នឹងគឺថារលាយមុនគេអញ្ចឹងមុខម្ហូបថ្ងៃនេះគឺថាយើងនឹងយកបកងហ្នឹងមកធ្វើជាមុខម្ហូបតែម្ដងទៅដោយសារថាបើមិនអញ្ចឹងទេវាអាចជាខូចស្ដាយអញ្ចឹងណាបងប្អូនចាឥឡូវនេះបង្កងរបស់យើងហ្នឹងក៏បានបករួចរាល់អស់ហើយអញ្ចឹងហើយមុខម្ហូបថ្ងៃនេះគឺថាងាយស្រួលទេហើយជាមុខម្ហូបដែលអត់បានព្រៀងទុកគឺថាលៃលោកមើលនៅក្នុងទូហ្នឹងមានអីគឺថាប្រម៉ូយកមកធ្វើតែម្ដងចាដូចថាអ្វីដែលរលាយមុនហ្នឹងគឺថាយកមកធ្វើមុនតែម្ដងឥឡូវឆែកចុះឆែកឡើងទៅឃើញថានៅក្នុងទូហ្នឹងគល់សក្រីគ្រឿងគល់សក្រីរបស់យើងដែលគ្រឿងកិនទុកដាក់នៅខាងកកហ្នឹងក៏រលាយម្ទេសផ្លោកចិញ្ច្រាំហ្នឹងក៏រលាយអញ្ចឹងហើយយើងក៏មានសល់ខ្ទិះដូងការពីម្សិលមិញធ្វើបបរត្រាយទៅនៅសល់កន្លះកំប៉ុងអញ្ចឹងហើយយកមកប្រម៉ែប្រមូលគ្នាទៅសម្រាប់ថាធ្វើបង្គាខ្ទិះញ៉ាំតែម្ដងទៅតាមក៏ពិតទៅបង្គានេះដំបូងឡើយគឺមានបំណងថាចង់ធ្វើតុងយ៉ាំបង្គាទេប៉ុន្តែដោយសារតាគ្រឿងកសក្រីអីក៏មានដែរអញ្ចឹងហើយក៏បែរមកធ្វើបង្គាខ្ទិះញ៉ាំតែម្ដងទៅសុំទោសផងបងប្អូនថាក៏ពិតទៅមិនមែនបង្គាទេគឺជាបង្កងចាប៉ុន្តែគ្រាន់តែថាបង្កងនេះគឺទំហំសាយវានឹងទូចចាមិនធំណាអញ្ចឹងហើយខ្ញុំចេះតែច្រឡំហៅបង្គាអញ្ចឹងទៅតាមក៏ពិតបង្កងទេហើយបង្កងនេះដែរយកមកតាំងពីស្រុកខ្មែរមកម្លេះគឺថាបង្កងធម្មជាតិតែម្ដងណាបងប្អូនចាបង្កងសមុទ្រដៃសមុទ្រណាកាលនោះគឺខ្ញុំបានទៅលេងខាងស្រុកស្រែអំបិលឃើញបងប្អូនប្រជាពលរដ្ឋយើងនឹងគាត់នេសាទបានបង្កងស្រស់ថ្មីក៏សុំចែកទិញគាត់មកបានខ្លះចិត្តទៅចាឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរយើងងាកមកចូលដល់វគ្គធ្វើម្ហូបយើងវិញម្ដងចាឥឡូវនេះគឺថាដំបូងឡើយហ្នឹងខ្ញុំក៏បានចាក់ទឹកខ្ទិះដូងចូលទៅក្នុងខ្ទះហ្នឹងរួចហើយក៏បន្ថែមជាមួយនឹងម្ទេសក្រហមចិញ្ច្រាំរបស់យើងម្ទេសផ្លោកក្រហមចិញ្ច្រាំហ្នឹងណាបងប្អូនចាចំនួន3ស្លាបព្រាបាយរួចហើយយើងក៏កូរវាឲ្យសព្វគ្នាជាមួយនឹងទឹកខ្ទិះដូងនឹងបន្តិចទៅដើម្បីឲ្យវាឡើងពណ៌ក្រហមអញ្ចឹងណាហើយបន្តមកទៀតខ្ញុំក៏បន្ថែមជាមួយនឹងគ្រឿងកូរសក្រីរបស់ខ្មែរយើងនឹងចំនួន4ទៅ5ស្លាបព្រាបាយចាហើយគ្រឿងកូរសក្រីនេះគឺជាគ្រឿងកូរសក្រីសម្លខ្មែរយើងនឹងឯងបងប្អូនដែលយើងយកមកកិនបញ្ចូលគ្នាមាន5មុខដូចជាកូរសក្រីរមៀតខ្ទឹមសរំដេងស្លឹកក្រូចសើចយើងនឹងចាបងប្អូនអាចដាក់ច្រើនឬតិចទៅតាមចំណូលចិត្តសម្រាប់ខ្ញុំដាក់5ស្លាបព្រាបាយចាហើយបន្ទាប់មកខ្ញុំក៏បន្ថែមស្ករសចំនួនកន្លះស្លាបព្រាបាយផងដែររំលីងជាមួយនឹងគ្រឿងរបស់យើងនឹងដើម្បីឲ្យគ្រឿងរបស់យើងធំក្លិនឈ្ងុយហើយឡើងពណ៌ក្រហមស្រស់ស្អាតផងដែរឥឡូវនេះបន្ទាប់ពីយើងកូរឆាគ្រឿងរបស់យើងបានមួយសន្ទុះក្រោយមកឥឡូវហ្នឹងគ្រឿងរបស់យើងគឺថាឡើងឈ្ងុយខ្លាំងមែនតែនបន្ទាប់មកខ្ញុំក៏បន្ថែមស្លឹកក្រូចសើចចំនួន2សន្លឹកផងដែរដើម្បីឲ្យកាន់តែមានក្លិនក្រអូបឈ្ងុយបន្ថែមទៀតចាហើយបន្ទាប់មកទៀតខ្ញុំក៏ដាក់បន្ថែមជាមួយនឹងគ្រឿងផ្សំដែលមានដូចជាទឹកត្រីចំនួន1ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយជាមួយនឹង chicken powder ម្សៅស៊ុបមាន់ចំនួនកន្លះស្លាបព្រាបាយផងដែរហើយខ្ញុំក៏បានបន្ថែមជាមួយនឹងអំបិល1ចុងស្លាបព្រាកាហ្វេផងដែរប៉ុន្តែខ្ញុំអត់បានថតណាបងប្អូនចារួចហើយយើងក៏ឆាកូរច្របល់គ្រឿងផ្សំរបស់យើងហ្នឹងឲ្យបានចូលគ្នាសព្វល្អទៅបន្ទាប់មកយើងក៏ចាក់បង្កងរបស់យើងចូលទៅដើម្បីឆាជាមួយនឹងគ្រឿងផ្សំរបស់យើងហ្នឹងសម្រាប់បង្កងនេះដែរគឺថាខ្ញុំបានលាងសម្អាតបកសម្បកចេញស្អាតរួចរាល់អស់ហើយបន្ទាប់ពីខ្ញុំបានលាងសម្អាតបកសម្បកស្អាតរួចរាល់អស់ហើយហ្នឹងខ្ញុំយកទៅថ្លឹងបង្កងហ្នឹងគឺមានទម្ងន់កន្លះគីឡូសម្រាប់បង្កងនេះដែរបងប្អូនអាចឆាតាំងសម្បកក៏បានឬក៏បកសម្បកឲ្យស្អាតដូចខ្ញុំអញ្ចឹងឲ្យហើយក៏បានអាស្រ័យតាមការចូល
ចិត្តចាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបកសបកឲ្យហើយចឹងទៅដល់ពេលយើងញ៉ាំគឺថាដួសញ៉ាំហ្មងខ្ជិលប្រឡាក់ដៃបកសបកពេលញ៉ាំអីចឹងណាចាបន្ទាប់ពីយើងឆាបង្កងហើយនឹងគ្រឿងនឹងបានចូលគ្នារៀងសប់បន្តិចហើយឃើញថារៀងស្ងួតទឹកមុនហ្នឹងគឺខ្ញុំថែមទឹកបន្តិចហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកដោះគោស្រស់ផងដែរសម្រាប់ទឹកហើយនឹងទឹកដោះគោហ្នឹងយើងដាក់លៃមកល្មមមកបងប្អូនខ្ញុំអត់បានវល់ទេហើយយើងកូរវារៀងសប់ចូលគ្នាទៅហើយយើងនឹងក្របកម្របវាដើម្បីចម្អិនវាឲ្យបង្កងរបស់យើងនឹងបានឆ្អិនល្អមួយសន្ទុះសិនចាបន្ទាប់ពីខ្ញុំបានក្របចម្អិនបង្កងរបស់យើងបានមួយសន្ទុះមកឥឡូវហ្នឹងឃើញថាបង្កងហ្នឹងរៀងទឹកបន្តិចហើយខ្ញុំចង់បានពណ៌ឲ្យវារៀងក្រហមស្អាតបន្តិចខ្ញុំដាក់ជាមួយនឹងប្រេងក្របម្ខាក់ឬក៏យើងហៅថាប្រេងគ្រឿងការីហ្នឹងចំនួន1ស្លាបព្រាបាយចូលទៅដើម្បីបង្កើនឲ្យពណ៌ហ្នឹងកាន់តែស្រស់ស្អាតអញ្ចឹងណាបងប្អូនចាបើសិនជាបងប្អូនអត់មានឬក៏មិនចង់ដាក់ក៏មិនអីដែរឥឡូវនេះបន្ទាប់ពីយើងកូរជ្រាវឆាច្របល់ចូលគ្នាត្រឡប់ទៅត្រឡប់មកសន្ទុះហ្នឹងឃើញថារីងទឹកអស់ហើយឥឡូវនេះខ្ញុំក៏បន្ថែមជាមួយនឹងទឹកខ្ទិះដូងដើមប្រហែលជា200ក្រាមសម្រាប់ទឹកខ្ទិះដូងនេះបងប្អូនអាចដាក់ច្រើនឬតិចទៅតាមចំណូលចិត្តហើយថ្ងៃនេះដោយសារតែទឹកខ្ទិះដូងរបស់ខ្ញុំនៅសល់តែប៉ុណ្ណឹងខ្ញុំដាក់តែប៉ុណ្ណឹងហើយខ្ញុំក៏បន្ថែមជាមួយនឹងទឹកយើងធម្មតានឹងបន្ថែមទៀតសម្រាប់ទឹកហើយនឹងទឹកខ្ទិះដូងនេះដែរបងប្អូនមើលដាក់លៃមកល្មមណាដោយសារតែខ្ញុំក៏អត់បានវល់ដែរប៉ុន្តែมันជាបញ្ហាអីទេយើងដាក់លៃមកល្មមដូចថាកុំឲ្យរាវពេកកុំឲ្យគោកពេកអញ្ចឹងណាយើងយកទឹកប៉ែកៗអញ្ចឹងដើម្បីឲ្យយើងដួសស្រូបបាយញ៉ាំបានហើយយើងអាចចង់ជ្រលក់ជាមួយនំប៉័ងក៏បានដែរឥឡូវនេះបន្ទាប់ពីយើងចាក់ទឹកខ្ទិះដូងហើយនឹងទឹកនឹងចូលទៅហើយយើងក៏កូរជ្រាវច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលជាតិគ្នាសព្វល្អទៅហើយនៅត្រង់កន្លែងនេះដែរបងប្អូនអាចដួសយកស្លឹកក្រូចសើចនឹងចេញក៏បានដែរហើយយើងនៅតែបន្តចម្អិនបង្កងរបស់យើងនឹងឲ្យបានឆ្អិនល្អនៅត្រង់កន្លែងនេះបងប្អូនអាចភ្លក់មើលរសជាតិចាបើសិនជារសជាតិដូចថាស្ទើរសាប្រៃផ្អែមអីបងប្អូនអាចបន្ថែមបន្ថយទៅតាមចំណូលចិត្តរបស់បងប្អូនរៀងៗខ្លួនបានមិញហ្នឹងសម្រាប់ខ្ញុំភ្លក់ទៅរៀងស្ទើរប្រៃបន្តិចអញ្ចឹងហើយខ្ញុំថែមទឹកត្រីកន្លះស្លាបព្រាកាហ្វេទៀតហើយសម្រាប់រសជាតិវិញគឺថាខ្ញុំអត់យកប្រៃផ្អែមដិតខ្លាំងពេកទេគឺខ្ញុំយករសជាតិប្រៃផ្អែមស្រាលៗទេបងប្អូនដើម្បីងាយស្រួលក្នុងការយើងស្រូបញ៉ាំមួយបាយឬក៏ជ្រលក់នំប៉័ងទៅគឺថាមានរសជាតិឆ្ងាញ់តែម្ដងហើយបន្ទាប់ពីយើងចម្អិនបង្កងរបស់យើងបានឆ្អិនល្អហើយជាចុងក្រោយនេះបងប្អូនខ្ញុំក៏បន្ថែមជាមួយនឹងជីនាងវងនេះបន្តិចចូលទៅឆាជាមួយគ្នាដើម្បីបង្កើនឲ្យកាន់តែមានក្លិនឈ្ងុយថែមមួយកម្រិតទៀតនិយាយពីថាគ្រាន់តែដាក់ជីនាងវងចូលទៅឆាជាមួយនឹងថាជះក្លិនឡើងឈ្ងុយឈ្ងប់តែម្ដងបងប្អូនចាឥឡូវនេះបង្កងខ្ទិះរបស់យើងគឺថាបានចម្អិនឆ្អិនរួចរាល់ហើយសម្រាប់រសជាតិវិញគឺថាមកល្មមឆ្ងាញ់តែម្ដងញ៉ាំមួយបាយក៏ឆ្ងាញ់ជ្រលក់នំប៉័ងក៏ឆ្ងាញ់ហើយក្លិនវិញគឺថាឈ្ងុយឈ្ងប់តែម្ដងម្ហូបនេះគឺថាងាយធ្វើលឿនទេបងប្អូនក៏ប៉ុន្តែរសជាតិវិញគឺថាឆ្ងាញ់ប្លែកមាត់តែម្ដងចាឥឡូវនេះម្ហូបរបស់យើងក៏បានចម្អិនរួចរាល់ហើយបងប្អូនគឺថាយើងចាប់ផ្ដើមដួសដាក់ចានមកគឺញ៉ាំបានតែម្ដងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយចុច like share ក៏ដូចជាចុច subscribe នៅលើ YouTube Channel របស់នាងខ្ញុំម្នាក់មួយផងហើយនឹងជួយ follow Facebook page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាមួយនឹងមុខម្ហូបថ្មីៗជាបន្តទៀតអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ